សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគនេះព្រឹត្តិការណ៍ក៏បាននិយាយទៅកាន់ទូប្រយើងម្ដងទៀតថាទូកំហុសមួយនេះគឺមិនអាចលើកលែងឲ្យបាននោះទេហើយថ្ងៃនេះគាត់នឹងបោះសម្អាតនៅជនក្បត់នៅក្នុងគ្រួសាររួចហើយនោះអ្នកទាំង4ក៏បានសម្ដៅចូលទៅរកឈិនយានស្របពេលដែលឈិនយានក៏ប្រើប្រាស់កម្លាំងដើម្បីទប់ទល់ជាមួយនឹងពួកគេនៅពេលនេះគាត់ក៏បានបញ្ចេញកម្លាំងធ្វើការវិបកត្រឡប់ទៅវិញកណ្ដាប់ដៃដ៏ធំមួយក៏បានវាយទៅលើអ្នកទាំងពីរធ្វើព្រឹត្តិការណ៍ទី2នឹងគឺថាប៉ើងតែម្ដងហើយខណៈដែលព្រឹត្តិការណ៍ធំក៏បាននិយាយថានៅពេលនេះឈិនយានយើងគឺមិនត្រឹមតែចេះនៅក្បាច់គុណនៃការផ្លាស់ទីរបស់សត្វស្វានោះទេគាត់ក៏ចេះនៅកណ្ដាប់ដៃបំផ្លាញភ្នំផងដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេចំពោះកម្លាំងដែលឈិនយានគាត់បានប្រើប្រាស់នៅពេលនេះគឺថាល្អឥតខ្ចោះតែម្ដងដូច្នោះហើយគាត់ក៏ខ្លាចថាកម្លាំងរបស់ឈិនយានយើងប្រហែលជាបំបីចូលទៅកាន់អាណាចក្រដែនរុយទៅហើយចំណែកព្រឹត្តិការណ៍ទី4ក៏និយាយថាកម្លាំងរបស់ឈិនយានគួរតែឈានទៅដល់ចំណុចកំពូលនៃអាណាចក្រផ្កាយហើយក៏សួរថាតើគេបានរៀនក្បាច់គុណទាំងអស់នេះដល់ពេលណាហើយចំណែកឈិនយានក៏ប្រាប់ថាគាត់គឺទៅតែបញ្ចេញបានត្រឹមតែបន្តិចតែប៉ុណ្ណោះតែគិតថាវាច្រើនពេកមែនទេរួចហើយក៏ប្រើប្រាស់នៅម្រាមដៃផ្កាយទាំង7ធ្វើរាងកាយរបស់ព្រឹត្តិការណ៍ទី4នេះគឺដូចជាពេទ្យប៉ោងដែលអស់ខ្យល់អញ្ចឹងដែរចំណែកព្រឹត្តិការណ៍ធំក៏នៅតែនិយាយថាមិនត្រឹមតែក្បាច់គុណរបស់គេឈានទៅដល់ចំណុចកំពូលទេកម្លាំងប្រយុទ្ធរបស់គេនឹងក៏ឈានទៅដល់ចំណុចកំពូលដែរដូច្នោះហើយគាត់ក៏ស្រែកទៅកាន់អ្នកទាំង3ថាវាយជាមួយគ្នាតែម្ដងទៅគាត់ក៏បានប្រើប្រាស់នៅក្បាច់គុណម្យ៉ាងធ្វើឲ្យកម្លាំងរបស់អ្នកទាំង3ក៏មានការកើនឡើងត្រឡប់មកវិញហើយពួកគេក៏បានសហការគ្នាម្ដងទៀតឈិនយានក៏នៅតែបន្តសម្រុកចូលទៅជាមួយនឹងកណ្ដាប់ដៃព្រឹត្តិការណ៍ទាំងពីរក៏នៅតែសម្រុកចូលមករកគាត់ស្របពេលដែលគាត់ក៏ស្រាប់តែបានកិច្ចអំពីពួកគេហើយក៏សម្ដៅចូលទៅរកព្រឹត្តិការណ៍ធំគាត់ក៏បានស្រែកឡើងបន្តិចនោះស្រោមដៃរបស់គាត់វាក៏បានបង្ហាញខ្លួននៅក្នុងដៃរបស់គាត់ហើយនៅពេលនេះស្រោមដៃនឹងវាគឺជាសញ្ញាអាចរបស់គាត់ហើយគាត់ក៏បានប្រើប្រាស់កម្លាំងរបស់វាបន្តិចទៅធ្វើឲ្យព្រឹត្តិការណ៍ទាំង4នៅពេលនេះគឺថាបាសជើងចង្អាងទៅហើយឈិនយានក៏បាននិយាយថាពួកគេបន្ទាប់ពីបានបង្កើតគ្រឹះសមុទ្រខាងវិញ្ញាណហើយក៏អាចទទួលបាននៅធម្មពលវិញ្ញាណយ៉ាងងាយហើយក៏កែលម្អកម្រិតនៃការវឹកហាត់របស់ពួកគេប៉ុន្តែបែបនេះក៏ត្រូវបានអ្នកដទៃរកឃើញបានយ៉ាងងាយដែរដូច្នោះហើយគឺពិតជាល្ងងខ្លៅស្របពេលដែលព្រឹត្តិការណ៍ធំគឺពិតជាខឹងខ្លាំងមែនទែនដែលត្រូវបានឈិនយានបំផ្លាញនៅគ្រឹះសមុទ្រខាងវិញ្ញាណរបស់គាត់ចោលឈិនយានក៏នៅតែនិយាយថាពួកគេគឺសិតតែជាមនុស្សដែលបានក្បត់ជាមួយនឹងគ្រួសារខ្លួនឯងធ្វើឲ្យគ្រួសារនឹងគឺស្ទើរតែរលាយហិនហោចទៅហើយនេះគឺជាបញ្ជាដែលត្រូវដោះស្រាយស្របពេលដែលព្រឹត្តិការណ៍ធំក៏ចង់តវ៉ាដែរប៉ុន្តែស៊ីមួយសិភៅនេះគឺធ្វើគាត់នឹងគឺថាចង់អេតេទៅហើយចំណែកព្រឹត្តិការណ៍ទី4ក៏នៅតែប្រាប់ថាកូនណាកុំក្អេងក្អាងខ្លាំងពេកវើយខ្ញុំស្រែកតែមួយម៉ាត់នោះកូនសិស្សជាច្រើនប្រកាសជាតិទម្លាយចូលមកកាន់កន្លែងនេះហើយប៉ុន្តែពួកគេនឹងគឺពិតជាចូលមើលមែនហើយចូលនឹងនៅក្នុងលក្ខណៈថាមនុស្សស្លាប់នោះទេស្របពេលដែលអ៊ីនម៉ងក៏បានអរគុណទៅកាន់ឈិនយានម្ដងទៀតព្រោះថានៅពេលនេះកម្រិតរបស់គាត់គឺត្រូវបានបំបីដោយជោគជ័យហើយចំណែកនៅខាងក្រៅមាត់ទ្វារបន្ទប់នេះវិញគឺមានមនុស្សជាង100នាក់ដូច្នោះហើយវាក៏ល្អសម្រាប់គាត់នៅក្នុងការធ្វើការវឹកហាត់ដែរទូប្រុសក៏បានសរសើរគាត់ថាពិតជាធ្វើបានល្អអញ្ចឹងពួកយើងគួរតែផឹកជាមួយគ្នាទៅប៉ុន្តែអ៊ីនម៉ងក៏ប្រាប់ថាព្រឹត្តិការណ៍ទាំងអស់នេះគឺស្វឹងអស់ទៅហើយទូប្រុសក៏នៅតែប្រាប់ថាហេតុអ្វីបានជានិយាយដូច្នោះដោយសារតែយកមុខទៅដល់ហ្វៃនោះដូច្នោះហើយពិធីជប់លៀងមួយនេះគឺថាมันអាចអាក់ខានបាននោះទេបន្ទាប់មកទៀតនោះទូប្រុសយើងក៏បាននិយាយទៅកាន់អ្នកទាំង4ថានៅពេលនេះពួកគេគួរតែដឹងធ្វើអ្វីហើយដូច្នោះហើយក៏នាំគ្នាសែងព្រឹត្តិការណ៍ធំនឹងចាក់ចេញអំពីទីនេះទៅសាច់រឿងបន្តរបស់យើងកាត់មកមើលខាងនេះវិញឈិនយានគាត់ក៏បានធ្វើដំណើរទៅកាន់សួនឱសថខាងវិញ្ញាណនៃគ្រួសារអ៊ីនដោយសារតែគាត់នឹងគឺមានការងើយឆ្ងល់ព្រោះថាគ្រួសារលៀនបែរជាចាប់អារម្មណ៍កន្លែងនេះដូច្នោះហើយវាប្រកាសជាមានអ្វីដែលពិសេសនៅកន្លែងហ្នឹងហើយអញ្ចឹងហើយគាត់គឺត្រូវតែមកមើលជាមុនសិនហើយនៅពេលនេះគាត់គឺពិតជាមានការងើយឆ្ងល់ដោយសារតែកន្លែងនេះវាគួរណាតែពោពេញទៅដោយធម្មពលវិញ្ញាណហេតុអ្វីបានជានៅពេលនេះគឺទទេស្អាតបែបហ្នឹងទៅវិញហើយគាត់ក៏មានអារម្មណ៍ថាមានក្លិនឬមួយក៏កម្លាំងមួយដែលគាត់មានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ដែរគាត់ក៏បានទៅមុខប្រហែលជាប៉ុន្មានជំហានទៀតហើយជាមួយគ្នាក៏ស្រាប់តែការវិប្រហារជាច្រើនវាក៏បានបន្តបាញ់សម្ដៅជុំរកគាត់ស្របពេលដែលឈិនយានគាត់ក៏បានកិច្ចយ៉ាងលឿនផងដែរមុនពេលដែលគាត់ក៏អាចទប់ទល់ជាមួយនឹងការវិប្រហារមួយនេះបានស្របពេលនោះយើងក៏បានឃើញអំពីកែវភ្នែកដ៏កំណាច់មួយគូដែលធ្វើឈិនយានក៏បាននិយាយថាតើនេះគឺមិនមែនជាសត្វបិសាចបុរាណទេឬចំណែកឯផ្កាភ្លើងដែលវាបានបាញ់សម្ដៅជុំរកគាត់គឺជារុក្ខជាតិវិញ្ញាណតែមួយគត់ដែលមានអាយុកាល3000ឆ្នាំនៃគ្រួសារអ៊ីនតើវាគឺចង់ស្វាគមន៍គាត់ទាំងបែបហ្នឹងមែនទេហើយកាលពីពេលនោះនៅពេលដែលគាត់ព្យាយាមចាក់ចេញអំពីពិភពអមតៈនោះវាក៏បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីធ្វើការរារាំងគាត់ដែរប៉ុន្តែនៅស្មានមកដល់នៅទីបញ្ចប់ហ្នឹងវាក៏បានចេញមកដូចគ្នាប៉ុន្តែនៅពេលនេះវាបែរជាបានលើកឡើងនៅក្នុងទឹកដីនៃគ្រួសារអ៊ីនរបស់គាត់ដូច្នោះក៏ប្រាប់ថានៅពេលនេះវាគឺសំណាក់អាក្រក់ប៉ុន្តែវានឹងគឺមិនព្រមបង្ហាញខ្លួននោះទេដូច្នោះហើយឈិនយានក៏បាននិយាយថាហេតុអ្វីបានជាវានឹងគឺកំសាកយ៉ាងនេះដែលវានឹងគឺមិនហ៊ានចេញមកជួបគាត់ហើយវានឹងក៏បានធ្វើឲ្យធម្មពលវិញ្ញាណនៅក្នុងគ្រួសារអ៊ីននៅពេលនេះគឺស្ទើរតែរលាយអស់ទៅហើយកំពុងតែនិយាយនោះក៏ស្រាប់តែការវាប្រហារជាច្រើនវាក៏បានបន្តបាញ់សម្ដៅជុំរកគាត់ខណៈដែលឈិនយាននឹងក៏បានកិច្ចអំពីការវាប្រហារទាំងអស់នេះបន្តទៀតចំណែកឯសត្វបិសាចបុរាណក៏បានបង្ហាញខ្លួននៅចំពោះមុខគាត់ហើយក៏បានបញ្ចេញនៅសម្រែកក្រហមជាមួយនឹងការវាប្រហារខណៈដែលធម្មពលទាំងអស់នេះក៏វាទៅលើគាត់ទៅគាត់ក៏បានបន្តកិច្ចប្រើប្រាស់នៅក្បាច់គុណនៃការផ្លាស់ប្ដូរស្វាសម្ដៅចូលទៅរកវាក៏នៅតែបន្តបញ្ចេញសម្រែកក្រហមជាមួយនឹងធម្មពលវាប្រហារទៅលើគាត់បន្តគាត់ក៏នៅតែកិច្ចហើយក៏បានសម្រុកចូលទៅរកវាយ៉ាងលឿនដែរគាត់ក៏បានបន្តវាយឆ្វេងវាយស្ដាំកិច្ចលើកិច្ចក្រោមរួចហើយក៏ប្រើប្រាស់កម្លាំងរបស់គាត់ពេញមួយទំហឹងវាទៅលើរាងកាយរបស់វាទាំងស្រុងដែលយើងក៏ឃើញថារាងកាយរបស់វានឹងក៏ចាប់ផ្ដើមមានការរលាយបាត់
ត់បន្តិចម្ដងទៅប៉ុន្តែស្របគ្នាក៏ស្រាប់តែធម្មពលវិញ្ញាណជាច្រើនវាក៏ចាប់ផ្ដើមសាយភាយឈិនយានក៏បានដឹងថាសត្វបិសាចបុរាណហ្នឹងកំពុងតែស្រូបយកនៅធម្មពលវិញ្ញាណនេះដើម្បីធ្វើការជួសជុលនៅរាងកាយរបស់វាដូច្នេះហើយមុនពេលដែលវាគឺអាចស្រូបយកនៅធម្មពលពលឹងរបស់គាត់នោះគាត់គឺត្រូវតែរកវិធីដើម្បីទប់ស្កាត់វាជាមុនសិនហើយប្រសិនបើការស្រូបយកនេះគឺនៅតែបន្តនៅពេលដែលវាគឺកើនឡើងកាន់តែខ្លាំងនោះទីក្រុងធានអ៊ីទាំងមូលប្រកាសជារលាយคล้ายទៅជាភ័យហើយគាត់ក៏ចង់បញ្ចេញនៅធម្មពលរបស់គាត់បន្តិចដែរប៉ុន្តែក៏ឃើញថាវាមិនល្អនោះទេនោះក៏ដោយសារតែនៅពេលដែលគាត់បានប្រយុទ្ធគ្នាជាមួយនឹងព្រឹត្តិការណ៍ទាំង4ហ្នឹងគាត់បានប្រើប្រាស់នៅធម្មពលវិញ្ញាណច្រើនពេកហើយជាមួយនឹងកម្រិតធម្មពលរបស់គាត់នាពេលបច្ចុប្បន្នគាត់អាចប្រើប្រាស់នៅអំណាចធម្មពលបានត្រឹមតែ 1% តែប៉ុណ្ណោះនៃធម្មពលពេញលេញនៃអំណាចដៅឋានសួគ៌របស់គាត់អញ្ចឹងហើយក៏ប្រាប់ថានៅពេលនេះវិធីសាស្ត្រគឺមានត្រឹមតែមួយគត់ឬហើយគាត់ក៏បានប្រើប្រាស់នៅបច្ចេកទេសម្យ៉ាងអំណាចធម្មពលដ៏ខ្លាំងក្លាហ្នឹងវាក៏បានបាញ់សម្ដៅទៅកាន់រាងកាយសត្វបិសាចបុរាណទៅបណ្ដាលឲ្យធម្មពលដ៏ខ្លាំងវាក៏ស្រាប់តែបានផ្ទុះឡើងបន្ទាប់ពីចំហាយធម្មពលទាំងអស់នេះវាបានស្ងប់ស្ងាត់ត្រឡប់ទៅវិញឈិនយានគាត់បាននិយាយថាដោយនៅស្មានមកដល់ប្រើប្រាស់នៅដំណក់ឈាមរបស់អធិរិត្រឹមតែមួយដំណក់តែប៉ុណ្ណោះវាបានធ្វើគាត់នឹងចំណាយនៅធម្មពលវិញ្ញាណអស់ស្ទើរតែពីខ្លួនរួចទៅហើយដូច្នេះហើយក៏ប្រាប់ថាលើកក្រោយគឺត្រូវតែមានការប្រុងប្រយ័ត្នបន្តិចគាត់ក៏បានដើរទៅមុខប៉ុន្មានជំហានហើយនៅពេលនេះរាងកាយដ៏គួរឲ្យស្រឡាញ់មួយក៏បានលេចឡើងនៅចំពោះមុខគាត់ក៏សួរហើយថាម៉េចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះប៉ុន្តែបែបហ្នឹងវាក៏គួរឲ្យស្រឡាញ់ដែរចំណែកវាក៏បានរអ៊ូថាវានឹងគឺពិតជាមានសំណាងអាក្រក់ខ្លាំងមែនទែនដែលបានជួបនៅអធិរិអមតៈដ៏ឈួតដូចជាទូប្រុសយើងដែលវានឹងក៏ត្រូវបានគេបណ្ដេញចេញអំពីពិភពអមតៈហើយនៅកន្លែងនេះគឺពិតជាពិបាកនៅក្នុងការស្រូបយកនៅធម្មពលវិញ្ញាណខ្លាំងមែនទែនហើយរាងកាយរបស់វានៅពេលនេះក៏ត្រូវបានបំផ្លាញចោលទៀតចំណែកឈិនយានគាត់គឺមិនឆ្ងល់ទៀតនោះទេហេតុអ្វីបានជាគ្រួសារលីនដាក់គោលដៅមកកាន់កន្លែងនេះក៏ដោយសារតែវានឹងឯងវាក៏នៅតែស្រែកទៅកាន់ទូប្រុសយើងថាកុំចូលមកជិតវាអីឈិនយានក៏ប្រាប់ថារាងកាយមួយនេះគឺពិតជាគួរឲ្យស្រឡាញ់ណាស់វាក៏ប្រាប់ថាគឺពិតជាអាក្រក់មើលណាស់យល់អស់គួរតែសម្លាប់វាចោលតែម្ដងទៅឈិនយានក៏ប្រាប់ថាប្រសិនបើសម្លាប់វាចោលគឺពិតជាគួរឲ្យសោកស្ដាយដូច្នោះហើយនៅពេលនេះគាត់នឹងឲ្យវាធ្វើជាសត្វចិញ្ចឹមវិញ្ញាណរបស់គាត់បន្ទាប់មកក៏ប្រើប្រាស់កម្លាំងធម្មពលបន្តិចប៉ុន្តែវាគឺពិតជាមិនបានផលនោះទេគាត់ក៏បាននិយាយថាគាត់ដឹងហើយដោយសារតែសត្វបិសាចបុរាណគឺត្រូវបានកើតចេញអំពីភាពវឹកវរហើយត្រកូលនេះគឺជាត្រកូលដ៏ថ្លៃថ្នូរបំផុតដូច្នោះហើយមិនអាចឲ្យវាคล้ายទៅជាសត្វចិញ្ចឹមបាននោះទេវាក៏ក្អេងក្អាងភ្លាមតែម្ដងប្រាប់ទៅកាន់ឈិនយានឲ្យឆាប់សុំទោសវាទៅស្របគ្នាឈិនយានក៏ស្រាប់តែបានប្រើប្រាស់នៅបច្ចេកទេសម្យ៉ាងទៀតវាក៏បញ្ញាស្រែកសួរទៅកាន់ទូប្រុសយើងថាតើកំពុងតែចង់ធ្វើអ្វីឈិនយានក៏ប្រាប់ថានៅពេលនេះគាត់នឹងប្រើប្រាស់នៅសិទ្ធិអធិរិរបស់គាត់ដើម្បីឲ្យវាคล้ายទៅជាសត្វទាសកររបស់គាត់ហើយគាត់ក៏ប្រាប់ថាចំពោះអធិរិទាំង10នៃពិភពអមតៈហ្នឹងបានកើតមកជាមួយនឹងសិទ្ធិដ៏ពិសេសម្យ៉ាងដែលគេនឹងគឺមិនខ្វល់អំពីច្បាប់ឋានសួគ៌និងផែនដីហើយក៏មិនខ្វល់អំពីពូជសាសន៍ឬមួយក៏ត្រកូលអ្វីនោះទេដែលគេនឹងគឺអាចធ្វើឲ្យនរណាម្នាក់คล้ายទៅជាទាសកររបស់គេនឹងពេញមួយឆាកជីវិតតែម្ដងហើយនៅពេលដែលពិធីនេះចាប់ផ្ដើមដំណើរការមនុស្សម្នាក់នឹងគឺគ្មានសិទ្ធិតវ៉ានោះទេបើទោះបីជាគាត់ត្រូវជាវាក៏សួរថាអ្វីទៅគាត់ក៏ប្រាប់ថាបើទោះបីជាគាត់ត្រូវស្លាប់ក៏ដោយក៏ក្បួននៃការតបជាប់រវាងម្ចាស់និងទាសករនេះក៏នៅតែដំណើរការដែរគាត់ក៏នៅតែបន្តប្រើប្រាស់កម្លាំងធម្មពលរបស់គាត់វាក៏នៅតែនិយាយមកកាន់គាត់ថាគាត់មិនគួរណាធ្វើបែបហ្នឹងដាក់វានោះទេចំណែកឈិនយានគាត់ក៏បានស្រែកឡើងបន្តិចទៀតទៅនោះក្បួននៃពិធីនេះវាក៏ចាប់ផ្ដើមដំណើរការហើយធម្មពលដ៏ខ្លាំងវាក៏បានបាញ់សម្ដៅទៅកាន់រាងកាយរបស់អាសត្វកំហុយនឹងតែម្ដងបន្ទាប់មកយើងក៏ឃើញថារាងកាយរបស់វាក៏ចាប់ផ្ដើមមានការប្រែប្រួលហើយវាក៏មាននៅរបស់មួយដែលបានលេចចេញអំពីរាងកាយរបស់វាសម្ដៅចូលទៅកាន់ឈិនយានហើយឈិនយានក៏បាននិយាយទៅកាន់វាថាចាប់ពីថ្ងៃនេះតទៅគាត់នឹងឲ្យឈ្មោះវាថាឈីលីនហើយវាក៏ត្រូវតែស្មោះត្រង់ជាមួយនឹងគាត់ផងដែរស្របពេលដែលវានៅពេលនេះគឺថាចាប់ផ្លាស់ប្ដូរ180ដឺក្រេតែម្ដងហើយឈិនយានគាត់ក៏មានការងឿងឆ្ងល់ដែរដោយសួរថាតើវាកំពុងតែចង់ធ្វើអ្វីវាគឺនៅស្មានមកដល់នោះទេបន្ទាប់ពីវាគឺមានការវិវត្តបែបនេះហើយវាគឺមានអារម្មណ៍ថាពិតជាសុខស្រួលខ្លាំងមែនទែនហើយប្រសិនបើវាដឹងដូច្នោះកាលពីពេលមុនហ្នឹងគឺបង្ខំឲ្យទូប្រុសយើងយកវាធ្វើជាទាសករតាំងពីយូរយារណាមកហើយនៅពេលនេះវិញអ៊ីនម៉ងក៏ប្រាប់ថាគ្រឿងផ្សំទាំង19មុខគឺមាននៅកន្លែងនេះហើយបញ្ជីគិតប្រាក់ក៏នៅកន្លែងហ្នឹងដែរប៉ុន្តែឈិនយានគាត់មិនបានពិនិត្យមើលនោះទេដោយសារតែគាត់ជឿទុកចិត្តទៅលើពូម៉ងរបស់គាត់ហើយក៏សុំឲ្យពូម៉ងរបស់គាត់ក៏ដូចជាលោកនាយកសាលាហ្នឹងជួយការពារគាត់នៅខាងក្រៅផងដោយសារតែគាត់គឺចង់ធ្វើការវឹកហាត់រយៈពេល7ម៉ោងឬដូច្នោះហើយអ៊ីនម៉ងគាត់ក៏បានដែរចាក់ចេញទៅខណៈដែលឈិនយានក៏បានបើកនៅកេសឈើមួយហើយខាងក្នុងនោះគឺមានដូចជាទងផ្កាយពណ៌លឿងក៏ដាស់ចម្លាក់នាគឈើអមតៈត្បូងពន្លឺរាត្រីដោយទាំងអស់នេះគឺសត្វតែជារបស់ដែលមានគុណភាពកំពូលដូច្នោះក៏សរសើរពូម៉ងរបស់គាត់ថាពិតជាពូកែដោយឡែកចំពោះអាក្បាលខូចវិញគឺកំពុងតែដេកគ្រាន់តែឈិនយានបោះនៅថ្នាំគ្រាប់វិញ្ញាណមួយតែប៉ុណ្ណោះវាក៏បានលោតទៅលេបតបាក់យ៉ាងលឿនតែម្ដងស្របពេលដែលឈិនយានក៏បាននិយាយទៅកាន់វាទៀតថានៅពេលនេះគាត់នឹងធ្វើការរៀបចំជាមួយនឹងភ្លើងនៃភាពវឹកវររបស់វាជាមុនសិនហើយបន្ទាប់មកអ្នកទាំងពីរក៏បានចាប់ផ្ដើមក្លេកទៅមើលខាងក្រៅវិញនៅពេលនេះអ៊ីនម៉ងក៏បានធ្វើការគូសសំទៅកាន់លោកនាយកបន្តិចហើយក៏បាននិយាយថាអ្នកប្រុសឈិនយានប្រកាសជាបង្កនៅការភ្ញាក់ផ្អើលមួយទៀតហើយប៉ុន្តែលោកនាយកក៏បាននិយាយថាគេនឹងគឺបានតាក់ទាញនៅសត្វពស់ក៏ដូចជាសត្វកណ្ដុរច្រើនពេកហើយដែលយើងក៏ឃើញថាកូនសិស្សជាច្រើននៃគ្រួសារអ៊ីននឹងពួកគេក៏ចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅទីនេះតែម្ដងអ្នកខ្លះក៏មានព្រួញមានស្នាហើយអ្នកខ្លះនឹងក៏មានអាវុធនៅក្នុងដៃទៅហើយយើងក៏បានឃើញអំពីអ្នកក្លាហានម្នាក់គឺពិតជាលយខ្លាំងមែនទែនគេបានអស់អាវុធដើរសម្ដៅចូលទៅខាង
ក្នុងចំណែកឯអេនម៉ងគាត់គឺគ្មានការខ្វាយខ្វល់នោះទេព្រោះថានៅពេលនេះឈិនយិនគឺទៅតែធ្វើកម្រិតរបស់គាត់នឹងគឺមានការកើនឡើងដូច្នេះហើយក៏សួរទៅកាន់លោកនាយកតើត្រូវចំណាយពេលប៉ុន្មានទៅដើម្បីកម្ចាត់នៅពួកសត្វសំអុយទាំងអស់នេះហើយដោយសារតែមិនចង់បង្អង់យូរអ្នកទាំងពីរក៏ចាប់ផ្ដើមចាត់ការតែម្ដងនៅពេលនេះអ៊ីនម៉ងក៏ប្រើប្រាស់នៅកម្លាំងធម្មពលរបស់គាត់ហើយក៏បានចាត់ការទៅលើវងនៃពួកសិស្សទាំងអស់នេះតែម្ដងទៅហើយខណៈដែលពួកគេក៏នៅតែបន្តសម្ដៅចូលមើលចំណែកលោកនាយកសាលាវិញក៏បានបញ្ចេញនៅកម្លាំងធម្មពលជាមួយនឹងក្បាច់គុណរបស់គាត់បន្តចាត់ការទៅលើកូនសិស្សទាំងអស់នេះហើយអ្នកខ្លះក៏នៅតែបន្តបាញ់ព្រួញអ្នកខ្លះក៏នៅតែប្រើប្រាស់អាវុធសម្ដៅចូលទៅរកអ្នកទាំងពីរចំណែកពួកគេក៏បានបន្តសហការគ្នាម្ដងទៀតហើយកម្លាំងធម្មពលនឹងក៏បានបន្តចាត់ការទៅលើពួកគេទៅកាលសម្រាប់ក្រមទៀតយើងក៏ឃើញថាធម្មពលវាក៏ស្រាប់តែបានផ្ទុះឡើងហើយអ្វីគ្រប់យ៉ាងនៅពេលនេះហាក់បីដូចជាចាត់ការរួចរាល់ហើយស្របពេលដែលអ្នកទាំងពីរក៏នៅតែជះរៀងយ៉ាងសង្ហាដែរពួកគាត់បាននិយាយថាម្ដងមកកាលគឺតែងតែចង់បង្ហាញស្នាដៃធ្វើជាអ្នកក្លាហានដែរក៏លេចទៅមើលខាងក្នុងវិញឈិនយិនបានប្រើប្រាស់នៅកម្លាំងធម្មពលរបស់គាត់ស្របពេលដែលឈីលីងវាក៏បានបញ្ចេញនៅធម្មពលនៃអណ្ដាតភ្លើងរបស់វាដែរដោយអ្នកទាំងពីរកំពុងតែរួមដៃគ្នាដើម្បីចម្រាញ់នៅទងផ្កាយពណ៌លឿងខណៈដែលពេលវេលាក៏ចេះតែកន្លងផុតទៅបន្ទាប់ពី3ម៉ោងបានកន្លងផុតទៅនៅពេលនេះមិនយូរប៉ុន្មានធម្មពលដ៏ខ្លាំងមួយវាក៏ស្រាប់តែបានផ្ទុះឡើងហើយក៏ធ្វើឲ្យឈីលីងនៅពេលនេះគឺបែកអំពើពេកហើយឈិនយិនក៏ប្រាប់ថាវាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះប៉ុន្តែវាក៏ប្រាប់មកវិញថាគ្រាន់តែសំដីបន្តិចតែប៉ុណ្ណោះដូច្នេះហើយឈិនយិនគាត់ក៏បានចាប់ផ្ដើមតែម្នាក់ឯងទៅដោយគាត់ក៏បានប្រើប្រាស់នៅរមួមួយជាមួយនឹងកម្លាំងធម្មពលរបស់គាត់ដោយសារតែទងផ្កាយពណ៌លឿងនេះគឺត្រូវតែធ្វើការចម្រាញ់ឲ្យបានរួចរាល់ក៏លេចទៅមើលខាងក្រៅវិញអ៊ីនម៉ងគឺនៅតែមានការងើយឆ្ងល់ដោយមិនដឹងថាមានអ្វីកើតឡើងនោះទេព្រោះថាធម្មពលទូប្រយើងគឺពិតជាខ្លាំងប៉ុន្តែលោកនាយកសាឡាងក៏គិតថាមើលទៅគេប្រហែលជាបានកើតសារជាថ្មីហើយស្របគ្នានោះក៏ស្រាប់តែកម្លាំងធម្មពលដ៏ខ្លាំងមួយបានបាញ់ទៅកណ្ដាលអាកាសលោកនាយកសាឡាក៏បាននិយាយថានេះវាគឺជាក្បួននៃការបង្កើតដោយឈិនយិនកំពុងតែរៀបចំក្បួននៃការបង្កើតហើយអ៊ីនម៉ងក៏មានការភ្ញាក់ផ្អើលម្ដងទៀតព្រោះថាទូប្រយើងមិនត្រឹមតែមានជំនាញនៅក្នុងការចម្រាញ់អសននោះទេគេក៏ជាម្ចាស់នៃក្បួននៃការបង្កើតដែរលោកនាយកសាឡាក៏បាននិយាយថានៅក្នុងទីក្រុងធានអ៊ីនេះមានមនុស្សមិនច្រើននោះទេដែលជាម្ចាស់នៃការបង្កើតនេះដែលឋានៈមួយនេះគឺថាខ្ពស់ជាងគ្រូចម្រាញ់អសនទៅទៀតស្របពេលអ៊ីនម៉ងក៏នៅតែមានការងើយឆ្ងល់ហេតុអ្វីបានជាធម្មពលវិញ្ញាណប្រមូលផ្ដុំនៅទីនេះគាត់ក៏ប្រាប់ថាដោយសារតែទូប្រយើងគឺបានរៀបចំក្បួននៃការបង្កើតនឹងឯងដូច្នេះហើយនៅក្នុងរង្វង់ 1000 ម៉ាយធម្មពលវិញ្ញាណក៏ត្រូវបានស្រូបមកទីនេះហើយវាក៏បានជួយកែលម្អកម្រិតនៃការវឹកហាត់របស់ទូប្រយើងយ៉ាងលឿនផងដែរអ៊ីនម៉ងឮហើយក៏បានសរសើរឈិនយិនបន្តថាពិតជាអស្ចារ្យខ្លាំងមែនទែនក៏លេចទៅមើលខាងនោះវិញលីនបៃហួរកំពុងតែធ្វើការវឹកហាត់គេបាននិយាយថានៅពេលនេះកម្រិតនៃអាណាចក្ររបស់គេគឺបានកើនឡើងម្ដងទៀតហើយដូច្នេះហើយដើម្បីដោះស្រាយជាមួយនឹងទូប្រយើងគេគ្រាន់តែប្រើប្រាស់ដាវពណ៌ស្វាយនៅក្នុងដៃរបស់គេតែប៉ុណ្ណោះគឺលើពីគ្រប់គ្រាន់ហើយរួចហើយនោះគេក៏បានបង្ហាញអំពីអំណាចកម្លាំងរបស់គេបន្តិចទៅមុនពេលដែលគេក៏បាននិយាយបន្តទៀតថានៅពេលដែលថ្ងៃនោះមកដល់គេប្រកាសជាវាយទូប្រយើងឲ្យចូលទៅក្នុងដីហើយប៉ុន្តែលទ្ធផលជាក់ស្ដែងនៅពេលនេះមនុស្សដែលចូលទៅក្នុងដីគឺជាគេនឹងឯងហើយឈិនយិនក៏បាននិយាយទាំងការមើងងាយព្រោះដំបងឡើយគាត់គិតថាគេនឹងប្រហែលជាក្រាន់បើជាងអ៊ីនយ៉ាងឈិងបន្តិចប៉ុន្តែនៅពេលនេះគឺថាឌីតែខ្នើយដោយតែគ្នានោះទេចំណែកព្រឹត្តិការណ៍ធំក៏សួរថាតើទូប្រយើងប្រើប្រាស់ប៉ុន្មានស្នៀតទៅចំណែកព្រឹត្តិការណ៍ទី4ក៏ប្រាប់ថាមិនដឹងនោះទេដោយសារតែទូប្រយើងវាយលឿនពេកមើលមិនច្បាស់ឡើយចំណែកព្រឹត្តិការណ៍ទី3វិញក៏គិតថាមើលទៅប្រហែលជាមិនលើស10ស្នៀតនោះទេយើងកាត់ទៅមើលការប្រកួតគ្នារបស់អ្នកទាំងពីរកាលពីពេលមុនវិញអ៊ីនយ៉ាងឈិងគេក៏ព្យាយាមអស់ពីពោះពីថ្លាមហើយដើម្បីចាត់ការទៅលើទូប្រយើងប៉ុន្តែចូលទៅវាយនឹងគឺព្រាបីដូចជាចូលឲ្យឈិនយិនវាយចឹងដោយត្រូវបានទូប្រនឹងគឺថាដាក់ជាច្រើនដៃជាច្រើនជើងរហូតដល់គេនឹងគឺត្រូវបានកប់ចូលទៅក្នុងដីទៅហើយបន្តមកទៀតនោះព្រឹត្តិការណ៍ក៏នៅតែសរសើរពួកគេថាសំណាងល្អហើយដែលនៅតែសល់ជីវិតនោះចំណែកឈិនយិនក៏បានយកដាវរបស់គេមកមើលហើយក៏សរសើរថាពិតជាដាវល្អហើយវាពិតជាដោយការរំពឹងទុកចឹងមនុស្សឆ្លាតគឺតែងតែមាននៅរបស់ល្អស្របពេលដែលលីនបៃហួរក៏នៅតែនិយាយទៅកាន់ឈិនយិនឲ្យគេចាក់ចែងនៅពេលនេះទៅវាគឺមិនទាន់យឺតពេលនោះទេចំណែកឈិនយិនក៏បានតបទៅវិញឲ្យគេសុំទោសលបងសៀនគាត់នៅពេលនេះទៅវាក៏មិនទាន់យឺតពេលដែរប៉ុន្តែគាត់និយាយថាមនុស្សពីលដូចជាគេនេះតែអាចដឹងកំហុសខ្លួនឯងដោយរបៀបណាទៅហើយបើទោះបីជាគេសុំទោសក៏ដោយក៏គ្រាន់តែសុំទោសដើម្បីយករួចជីវិតតែប៉ុណ្ណោះដូច្នេះហើយគាត់គឺមិនជឿគេនោះទេស្របពេលដែលគាត់ក៏បានបន្តសម្លឹងមើលទៅកាន់កូនសិស្សនៃគ្រួសារលីននិងក៏ប្រាប់ទៅកាន់លីនបៃហួរថាកុំបារម្ភអីខ្ញុំប្រកាសជាមើលថែពួកគេឲ្យបានល្អស្របពេលដែលលីនបៃហួរនៅពេលនេះក៏ចាប់ផ្ដើមបន្លឺសំណើចឡើងនិងក៏បាននិយាយទៅកាន់ឈិងយិនថាតើឯងគិតថាខ្ញុំចាញ់ហើយមែនទេក្នុងពេលនោះក៏ស្រាប់តែធម្មពលដ៏កំណាចមួយវាគឺបានលេចចេញអំពីរាងកាយរបស់គេហើយវាគឺពិតជាខ្លាំងមែនទែនខណៈដែលឈិងយិនគាត់ក៏បានថយក្រោយបន្តិចប៉ុន្តែគាត់គឺគ្មានការភ្ញាក់ផ្អើលនោះទេដោយសារតែគាត់គឺបានដឹងមុនរួចទៅហើយគាត់បាននិយាយថាការប្រកួតត្រឹមតែជុំទី4តែប៉ុណ្ណោះប៉ុន្តែលីនបៃហួរនឹងបានធ្វើឲ្យខ្លួនឯងចាញ់រួចទៅហើយនៅពេលនេះវិញគេបានប្រើប្រាស់នៅថ្នាំហាមឃាត់ដែលធ្វើឲ្យកម្លាំងរបស់គេនឹងគឺមានការកើនឡើងយ៉ាងខ្លាំងដូច្នេះហើយគាត់ក៏បានអស់បន្លាយពេលវេលាឲ្យគេបន្តិចទៅដើម្បីផ្ដល់ពេលវេលាឲ្យគេគ្រប់គ្រាន់ដើម្បីធ្វើឲ្យថ្នាំនឹងគឺថាមានប្រសិទ្ធភាពប្រសិនបើមិនដូច្នោះទេការប្រកួតនេះគឺពិតជាគួរឲ្យធុញពេកហើយចំណែកលីនបៃហួរបន្ទាប់ពីប្រើប្រាស់ថ្នាំហើយរូបរាងកាយរបស់គេនៅពេលនេះក៏មានការផ្លាស់ប្ដូរទាំងស្រុងដែរប៉ុន្តែសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា